vàទីមួយនេះគឺបើយោងតាមកាសែតខ្មែរ Times ដែលគាត់បានចុះផ្សាយសូមជូន credit ទៅគាត់គឺបានឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកលោក Pete Hegseth បានសរសើរប្រទេសម៉ាឡេស៊ីនិងអាស៊ានក្នុងការបង្កើននៅទូនាទីរបស់ខ្លួនចូលរួមបេសកកម្មសង្កេតការណ៍នៅតាមបណ្ដោយព្រំដែនរវាងកម្ពុជាហើយនិងថៃក្នុងពេលដែលមានចំនួនប្រដាប់អាវុធរវាងប្រទេសទាំងពីរហើយព័ត៌មានទី2នេះគឺជាការបកស្រាយបន្ថែមទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងនីតិវិធីនៅក្នុងការសុំបាន Green Card ឬក៏ហៅថាបានស្នាក់នៅអចិន្ត្រៃយ៍ដែលកាលពីសប្តាហ៍មុនបានធ្វើឲ្យមានការផ្អើលភ័ន្តច្រឡំយ៉ាងខ្លាំងឥឡូវនេះខាងរដ្ឋបាលនៅថ្ងៃនេះបានចេញមកពន្យល់ម្សិលមិញចេញមកពន្យល់បន្ថែមទៀតអំពីនីតិវិធីដែលរដ្ឋបាលលោកត្រាំបានដាក់ចេញតើការពន្យល់បានធ្វើឲ្យស្ងប់ឬទេហើយតើមានចំណុចខុសគ្នាយ៉ាងណាខ្ញុំនឹងជម្រាបជូនតាមរយៈការផ្សាយរបស់ខាងសារព័ត៌មាន CBS News ហើយព័ត៌មានចុងក្រោយនេះគឺប្រទេសអ៊ុយក្រែនគាត់បានបើកការវាយប្រហារបន្ថែមទៀតនៅថ្ងៃអាទិត្យនេះដោយសម្ដៅទៅលើរោងចក្រថាមពលរបស់ប្រទេសរុស្ស៊ីទន្ទឹមនឹងនោះដែរគឺអ៊ុយក្រែនបានបដិសេធថាខ្លួនមិនបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីដោយការចោទប្រកាន់នោះទេបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានខ្មែរ Times នៅក្នុងប្រទេសកម្ពុជាទេណាបាទខ្ញុំឃើញព័ត៌មាននេះល្អខ្លះដែរចឹងខ្ញុំក៏សម្រេចយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបើយោងតាមការផ្សាយរបស់សារព័ត៌មានខ្មែរ Times ឲ្យដឹងថាសហរដ្ឋអាមេរិកបានសរសើរការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីបាននៅក្នុងការដែលដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ានយ៉ាងឆាប់រហ័សតែម្ដងទៅតាមបណ្ដោយព្រំដែនរវាងកម្ពុជាហើយនិងថៃដោយលោករដ្ឋមន្ត្រីបានពិពណ៌នាហៅគំនិតព្រួយផ្ដើមនេះថាជាការចូលរួមចំណែកប្រកបដោយអត្ថន័យចំពោះការរក្សានៅសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់លោករដ្ឋមន្ត្រី Pete Hegseth របស់សហរដ្ឋអាមេរិកបានថ្លែងបែបនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី23នៃគេហៅថាកិច្ចសន្ទនាShangri-La បាទដែលកំពុងតែដំណើរការហើយលោកថ្លែងបែបនេះនៅថ្ងៃអាទិត្យនេះតែម្ដងបាទគឺលោកបានសរសើរម៉ាឡេស៊ីសរសើរអាស៊ានដែលចាត់វិធានការដែលលោកចាត់ទុកថាជាវិធានការប្រកបដោយភាពសកម្មនៅក្នុងការបន្ធូរបន្ថយនៅភាពតានតឹងហើយក៏ដូចជាគ្រប់គ្រងទៅដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផងដែរដែលលោកមានប្រសាសន៍ថាបេសកកម្មរបស់អាស៊ានក្រោមការដឹកនាំរបស់ម៉ាឡេស៊ីនេះវាជាការមួយឆ្លុះបញ្ចាំងថាតំបន់ទាំងអស់តំបន់អាស៊ាននេះគឺមានការបដិញ្ញាចិត្តកាន់តែកើនឡើងក្នុងការថែរក្សានៅស្ថិរភាពតាមរយៈការធ្វើសកម្មភាពរួមគ្នាបាទបើតាមសារព័ត៌មាននេះបានឲ្យដឹងថាប្រសាសន៍ដើមរបស់លោក Hegseth បានថ្លែងថាប្រជាជាតិទាំងឡាយនៅក្នុងតំបន់នេះឥឡូវនេះកំពុងតែបង្កើននៅសកម្មភាពឆ្ពោះទៅដល់ការថែរក្សាសន្តិភាពនិងកាត់បន្ថយភាពតានតឹងនិងក៏ដូចជាការគ្រប់គ្រងទៅដល់ការទូតដែលធ្វើឲ្យមានសមត្ថភាពគួរឲ្យជឿជាក់បានលោកបានបន្ថែមថាលោកសូមសរសើរម៉ាឡេស៊ីនិងអាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះនៅក្នុងការគ្រប់គ្រងទៅដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump ហើយលោកបាននិយាយបែបនេះបាទដើម្បីឲ្យមានបញ្ហាសន្តិភាពនៅក្នុងខែតុលាកន្លងមកកាលពីឆ្នាំ2025គឺប្រិមិត្តនៅចាំបានហើយគឺពេលនោះគឺខាងភាគីកម្ពុជាហើយនិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយបាទដែលគេដឹងថាកិច្ចព្រមព្រៀងកូឡាឡំពូបាទនៅអមនៅពីខាងអមកិច្ចប្រជុំកំពូលរបស់អាស៊ាន
លើកទី47នៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងទីក្រុងកូឡាឡាំពួរបាទកិច្ចព្រមព្រៀងនោះពេលនោះគឺមានការចុះហត្ថលេខាដោយលោកអនុทิនឆ័ន្ទវីរកុលជានាយករដ្ឋមន្ត្រីហើយនិងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហើយពេលហ្នឹងមានការចូលរួមជាសាក្សីដោយនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាទក្នុងនាមជាប្រធានអាស៊ានហើយពេលហ្នឹងលោកប្រធានាធិបតីដូណាល់ត្រាំក៏បានបាទចូលរួមជាសាក្សីផងដែរបាទនៅចាំបានទេបាទដូច្នេះនេះគឺជាការមួយដែលលោក Pete Hegseth បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនៅពេលនោះបាទចឹងសូមជូនតែប៉ុណ្ណេះព័ត៌មានទី2នេះគឺសូមពន្យល់បន្ថែមទៀតពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump បើតាមចំណងជើងរបស់ CBS News គាត់បានបញ្ជាក់ថារដ្ឋបាលលោកប្រធានាធិបតី Donald Trump ហាក់ទំនងដូចជាបាទគឺបានបង្ហាញនៅភាពផលប៉ះពាល់នឹងតិចតួចបាទពីការផ្លាស់ប្ដូរគោលនយោបាយ Green Card ឬក៏បានស្នាក់នៅអចិន្ត្រៃយ៍បាទបើយោងតាមសេចក្តីរាយការណ៍របស់ CBS News បានឲ្យដឹងថាបន្ទាប់ពីមានការតវ៉ាការប្រតិកម្មយ៉ាងតានតឹងមកគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump ឥឡូវនេះគឺកំពុងតែព្យាយាមនិយាយបន្ធូរបន្ថយបាទអំពីផលប៉ះពាល់និងទំហំដែលនឹងកើតមានឡើងពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្ដូរគោលនយោបាយអន្តោប្រវេសន៍កាលពីពេលថ្មីនេះដែលបានបណ្ដាលឲ្យមានការព្រួយបារម្ភដោយមនុស្សរាប់សែននាក់ដែលកំពុងតែដាក់ពាក្យសុំ Green Card ហ្នឹងថាអាចនឹងត្រូវបានគេបង្ខំឲ្យចាកចេញពីសហរដ្ឋអាមេរិកដើម្បីទៅបន្តនីតិវិធីនៃការសុំ Green Card ហ្នឹងនៅខាងក្រៅសហរដ្ឋអាមេរិកវិញបាទពេលហ្នឹងប្រិមិត្តនៅចាំបានទេតាំងពីសប្តាហ៍មុនមកហ្នឹងគឺមានការចេញគោលនយោបាយបែបហ្នឹងគឺខាងសេវាកម្មអន្តោប្រវេសន៍និងសញ្ជាតិនោះបានចេញបែបហ្នឹងគឺបាទធ្វើឲ្យមានការព្រួយបារម្ភដែលអ្នកខ្លះថាអូចឹងអស់ហើយជំរឿនក្នុងការសុំ Green Card នៅសហរដ្ឋអាមេរិកហ្នឹងប្រហែលជាលែងបានហើយប្រហែលជាតទៅខាងក្រៅសហរដ្ឋអាមេរិកវិញដើម្បីសុំបញ្ចប់នីតិវិធីហ្នឹងបានឲ្យចាំបានទេប្រិមិត្តគឺមានការព្រួយបារម្ភទាំងខ្ញុំទាំងអីបានផ្សាយឲ្យប្រិមិត្តមួយចំនួនបានដឹងផងដែរហើយប៉ុន្តែពេលហ្នឹងគឺមានការនិយាយថាមានករណីលើកលែងមួយចំនួនណាសម្រាប់អ្នកដែលសុំផ្លាស់ប្ដូរឋានៈរបស់ខ្លួនពីជាឋានៈអន្តោប្រវេសន៍បាទមកជាការសុំ Green Card ក្នុងពេលហ្នឹងមានការព្រួយបារម្ភថាអាចនឹងប៉ះពាល់ទាំងអ្នកដែលពិសេសគឺអ្នកដែលមកធ្វើការនៅសហរដ្ឋអាមេរិកហើយបាទដែលកំពុងតែបំពេញការងារនៅតាមក្រុមហ៊ុនមួយចំនួនហើយត្រូវត្រឡប់ទៅប្រទេសដើមវិញដើម្បីសុំ Green Card ហ្នឹងមកសហរដ្ឋអាមេរិកបាទពេលហ្នឹងគឺអ្នកដែលប្រតិកម្មខ្លាំងៗហ្នឹងមានក្រុមហ៊ុនមេធាវីអន្តោប្រវេសន៍បាទមានតាំងក្រុមហ៊ុនធំបាទតកែក្រុមហ៊ុនធំចេញមកធ្វើប្រតិកម្មតែម្ដងណាពីព្រោះអ្វីដែលខាងសហរដ្ឋអាមេរិករដ្ឋបាលលោកត្រាំបានបញ្ជាក់នៅពេលនោះគាត់ថាលើកលែងតែករណីពិសេសមួយចំនួនតែប៉ុណ្ណោះបាទដោយមិនបញ្ជាក់ច្បាស់ថាតើករណីលើកលែងហ្នឹងគឺមានអ្វីខ្លះទេបាទអញ្ចឹងដូច្នេះមានអ្នកព្រួយបារម្ភនឹងច្រើនបាទប៉ុន្តែនៅចុងសប្តាហ៍នេះវិញបាទនៅចុងសប្តាហ៍នេះវិញគឺកាលពីថ្ងៃសៅរ៍ម្សិលមិញគឺបាទក្រសួងសន្តិសុខមាតុភូមិបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីពន្យល់ដោយបានហៅនីតិវិធីនៃការសុំបានស្នាក់នៅអចិន្ត្រៃយ៍បាទគោលការណ៍ដែលគាត់ចេញកាលពីសប្តាហ៍មុនហ្នឹងថាវាមិនជារឿងមួយដែលធ្វើទូទៅនោះទេបាទធ្វើមិនទូទៅនោះទេដោយខិតខំពន្យល់ថាការជូនដំណឹងកាលពីសប្តាហ៍មុននោះគ្រាន់តែជាការមួយបញ្ជាក់ឡើងវិញនៅគោលនយោបាយនិងច្បាប់របស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយតែប៉ុណ្ណោះទេมันមានអ្វីដែលជាគោលនយោបាយថ្មីទេដោយក្រសួងសន្តិសុខមាតុភូមិបានបញ្ជាក់ថាគោលនយោបាយនេះនឹងមិនរារាំងជនបរទេសណាមិនអោយទទួលបាននៅបាន Green Card ឬបានស្នាក់នៅអចិន្ត្រៃយ៍ទេប្រសិនបើពួកគេបាទមានលក្ខណៈសម្បត្តិហ្នឹងបាទស្របតាមច្បាប់ហើយនឹងត្រឹមត្រូវទៅហើយនោះបាទបានន័យថាអ្នកដែលពេញលក្ខណៈគឺមិនប៉ះពាល់ទេហើយក្រសួងបានបន្ថែមទៀតថាគោលការណ៍ណែនាំនេះគឺជាលទ្ធផលដែលអ្នកខ្លះ
បាទអ្នកខ្លះជនបរទេសខ្លះដែលមិនមានលក្ខណៈគ្រប់គ្រាន់នៅក្នុងការទទួលនៅលក្ខណៈសម្បត្តិបែបនេះនៅក្នុងការសុំ Green Card ហ្នឹងគឺត្រូវទៅដាក់ពាក្យសុំពីប្រទេសដើមតាមរយៈក្រសួងការបរទេសវិញបាទគឺទៅខាងក្រៅប្រទេសគឺមិនអាចសុំបាននៅខាងនាយកដ្ឋានសេវាកម្មអន្តោប្រវេសន៍និងសញ្ជាតិនៅក្នុងសហរដ្ឋអាមេរិកនោះទេបាទអញ្ចឹងខ្ញុំសូមពន្យល់កន្លែងហ្នឹងសាមញ្ញឲ្យយល់បាទឲ្យយល់តិចគឺគាត់ថាអ្នកដែលមកដល់សហរដ្ឋអាមេរិកហើយណាហើយដាក់ពាក្យសុំបាន Green Card ហ្នឹងប្រសិនបើគេមើលទៅវាគ្រប់លក្ខណៈរបស់គេនឹងហើយគឺអាចសុំនៅខាងនាយកដ្ឋានអន្តោប្រវេសន៍និងសញ្ជាតិនឹងបានហើយក៏ប៉ុន្តែបើសិនជាអ្នកណាមួយចំនួនដែលគេមើលទៅវាមិនគ្រប់លក្ខណៈបាននៅតែធ្លាក់ហ្នឹងគឺសូមចេញពីអាមេរិកហើយទៅសុំម្ដងទៀតពីប្រទេសដើមមកវិញណាកន្លែងហ្នឹងណាគាត់និយាយព្យាយាមបធូរបថយបន្តិចក៏ប៉ុន្តែមិនបានបញ្ជាក់ថាតើលក្ខណៈបែបណាដែលធ្វើឲ្យមិនបានជាប់នៅក្នុងនោះដែលត្រូវត្រឡប់ទៅប្រទេសដើមវិញដើម្បីសុំនោះទេបាទនៅក្នុងសេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាគោលនយោបាយនេះគឺគ្មានអ្វីជាការគួរឲ្យកាត់សម្គាល់ថាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើអ្នកដែលដាក់ពាក្យសុំដែលបំពេញលក្ខណៈគ្រប់គ្រាន់យ៉ាងខ្លាំងក្លានោះទេក៏ដូចជាអ្នកដែលធ្វើការមានជំនាញដែលធ្វើការស្របគោរពតាមច្បាប់របស់សហរដ្ឋអាមេរិកនោះឡើយបាទអញ្ចឹងបានន័យថាសម្រាប់អ្នកណាដែលក្រុមហ៊ុនធានាមកឲ្យគេធ្វើការជាអ្នកជំនាញហើយមានការធានាពីក្រុមហ៊ុនត្រឹមត្រូវគាត់មិនបានធ្វើខុសច្បាប់ខុសអីពីសហរដ្ឋអាមេរិកនឹងទេគឺអាចដាក់ពាក្យសុំនៅអាមេរិកនឹងតែម្ដងមិនបាច់ត្រឡប់ទៅវិញទេបាទអញ្ចឹងគឺគាត់សង្កត់ធ្ងន់លើពាក្យថាបាទដែលគោរពតាមច្បាប់របស់សហរដ្ឋអាមេរិកគឺបានន័យថានីតិវិធីមានអីត្រឹមត្រូវបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលក្រសួងសន្តិសុខមាតុភូមិនោះបានផ្ញើមកទូរទស្សន៍ CBS News នៅកាលពីថ្ងៃសៅរ៍បាទអញ្ចឹងបានន័យថានេះជាព័ត៌មាន exclusive របស់ CBS News ដែលគាត់បានតាក់ទងទៅខាងនាយកដ្ឋានសំទុកតាក់ទងទៅក្រសួងសន្តិសុខមាតុភូមិឲ្យបញ្យល់បន្ថែមទៀតណាបាទសេចក្តីថ្លែងការណ៍នោះក៏បញ្យល់បន្ថែមថាគឺជនបរទេសបាទទាំងអស់នេះគឺអាចនឹងទទួលបានផលប្រយោជន៍ពីសហរដ្ឋអាមេរិកបានហើយនឹងគឺជាអ្នកដែលផ្ដល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចមកដល់សហរដ្ឋអាមេរិកដូច្នេះគេអាចនឹងបន្តទទួលបានផលប្រយោជន៍បាទជាការតបស្នងត្រឡប់ទៅវិញបាទតាមការងាររបស់ពួកគេនោះបាទនេះគឺជាការបំភ្លឺបន្ថែមណាបាទព័ត៌មាននេះមានវែងទៀតដែរក៏ប៉ុន្តែចំណុចសំខាន់តែប៉ុណ្្នឹងទេដែលខ្ញុំសូមជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទតែប្រិយមិត្តយល់យ៉ាងណានឹងតាមស្ថានភាពជាក់ស្ដែងជាពិសេសខ្ញុំជឿថាអ្នកដែលកំពុងតែនៅសហរដ្ឋអាមេរិកជាពិសេសប្រជាពលរដ្ឋកម្ពុជាណាដែលមកសហរដ្ឋអាមេរិកកំពុងតែព្យាយាមបដូរឋានៈហ្នឹងអាចមានក្តីសង្ឃឹមខ្លាំងបន្តិចមិនដូចជាការជួលដំណឹងកាលពីសប្តាហ៍មុនហាក់ដូចជាបិទច្រកតែម្ដងបាទទោះបីជាយ៉ាងណាក៏ដោយមតិរបស់ខ្ញុំគឺត្រូវតែគោរពតាមនីតិវិធីនិងច្បាប់របស់សហរដ្ឋអាមេរិកជាពិសេសរកមេធាវីដែលមានជំនាញអន្តោប្រវេសន៍ឲ្យគាត់ជួយទៅណាបើសិនជាប្រិមិត្តមកដល់សហរដ្ឋអាមេរិកហើយចង់បដូរឋានៈចង់អីហ្នឹងបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បាទ AP បានរាយការណ៍ឲ្យដឹងថាកងកម្លាំងរបស់អ៊ុយក្រែនបាទបានវាយប្រហារចំរោងចក្រថាមពលរបស់រុស្ស៊ីបន្ថែមទៀតហើយនៅថ្ងៃអាទិត្យនេះហើយក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍គឺមានការចោទប្រកាន់ថាបានផ្លោងចំរោងចក្រ nuclear Zaporizhzhia នោះបាននាំឲ្យមានការព្រួយបារម្ភពីខាងទីភ្នាក់ងារធម្មពលនុយក្លេអ៊ែររបស់ការសហប្រជាជាតិនោះប៉ុន្តែឥឡូវនេះគឺខាងអ៊ុយក្រែនបានបដិសេធថាมันមានការវាយប្រហារបែបហ្នឹងដោយខាងអ៊ុយក្រែនទៅលើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលរុស្ស៊ីកំពុងតែគ្រប់គ្រងនោះទេបាទក៏ប៉ុន្តែគឺអ៊ុយក្រែនបើកការវាយប្រហារទៅលើការដ្ឋានធម្មពលប្រេងរបស់ខាងរុស្ស៊ីតែប៉ុណ្ណោះបាទបើយោងតាមអគ្គសេនាធិការរបស់ខាងប្រទេសអ៊ុយក្រែនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថាដ្រូនរបស់អ៊ុយក្រែនហ្នឹងគឺបានវាយប្រហាររោងចក្រចម្រាញ់ប្រេងសារ៉ាតូដែលនៅភាគ
បាទភាគខាងនិរដីនៃប្រទេសរុស្ស៊ីហើយបានបង្កឲ្យមានភ្លើងឆាបឆេះយ៉ាងខ្លាំងផងដែរហើយសេចក្តីថ្លែងការណ៍របស់ខាងយោធារបស់អ៊ុយក្រែនបានបញ្ជាក់ថាគឺការខូចខាតដែលបានបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែននេះគឺមិនទាន់ដឹងនៅឡើយទេគឺខាងអ៊ុយក្រែនកំពុងតែផ្ទៀងផ្ទាត់របាយការណ៍នឹងនៅឡើយទេហើយបានអះអាងថារោងចក្រចម្រាញ់ប្រេងនេះគឺជាប្រភពមួយដែលផ្ដល់ថវិកាទៅដល់ទីក្រុងមូស្គូដែលយកលុយនេះមកធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបាទរោងចក្រចម្រាញ់ប្រេងនេះគឺជារោងចក្ររបស់ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ីតែម្ដងគឺក្រុមហ៊ុន Rosneft ហើយបានផលិតប្រេងម៉ាស៊ូតហើយនឹងសាំងបាទក៏ដូចជាប្រេងផ្សេងទៀតផងដែរហើយប្រិមិត្តដូចដែលបានលើកឡើងកាលពីថ្ងៃសៅរ៍គឺប្រធានខាងទីភ្នាក់ងារធម្មពលនុយក្លេអ៊ែរអន្តរជាតិនោះគាត់បានសម្ដែងការព្រួយបារម្ភនៅពេលដែលមានព័ត៌មានអំពីការវាយប្រហារទៅលើរោងចក្រនោះហើយខាងទីក្រុងមូស្គូរោងចក្រធម្មពលនុយក្លេអ៊ែរនោះហើយទីក្រុងមូស្គូបានចាប់ប្រកាន់អ៊ុយក្រែនណាថាជាអ្នកបើកការវាយប្រហារដោយ drone ទៅលើរោងចក្រនុយក្លេអ៊ែរZaporizhzhia នោះក៏ប៉ុន្តែខាងអ៊ុយក្រែននៅពេលនេះបានបដិសេធហើយបាទពីព្រោះរោងចក្រនុយក្លេអ៊ែរនោះវានៅក្បែរខាងព្រំដែនមែនទែនប្រហែលជាចម្ងាយ50គីឡូ50គីឡូពីកន្លែងសមរភូមិជួរមុខដូច្នេះការផ្លោង drone ទៅវិញទៅមកហ្នឹងបាទទៅលើតំបន់មួយចំនួនវាអាចប៉ះពាល់បាទអញ្ចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលាប្រិយមិត្តទាំងអស់គ្នាបាទសូមសម្រាប់ឲ្យបានលងលក់ស្រួលអ្នកនៅកម្ពុជាហើយអ្នកនៅសហរដ្ឋអាមេរិកនេះគឺបាទសូមបានដើរលេងកម្សាន្តឲ្យសប្បាយនៅថ្ងៃអាទិត្យជួបជុំក្រុមគ្រួសារបាទសូមជម្រាបលា